មករយៈនេះឡើយតែរវល់រៀបចំធ្វើផ្ទះធ្វើអីបងប្អូនអត់សូវបានមានពេលថតវីដេអូធ្វើម្ហូបទេថ្ងៃនេះឆ្លៀតពេលមកធ្វើបុកទឹកគ្រឿងម្ដងនិយាយពីថាដើម្បីតែចង់ញ៉ាំណាសុកចិត្តឆ្លៀតរវល់ប៉ុណ្ណាក៏ឆ្លៀតហើយសម្រាប់ទឹកគ្រឿងរបស់ខ្ញុំគឺខ្ញុំអត់ស្ងោរត្រីទេខ្ញុំយកត្រីផ្ទុករបស់យើងហ្នឹងយកមកអាំងហើយមានពងទៀតណាត្រីផ្ទុកស្រែអានេះគឺជាគ្រឿងដែលសម្រាប់យើងបុកយើងលីងយើងអីហើយអត់បានថតវីដេអូជូនបងប្អូនមើលទេរៀងកាត់តិចកន្លែងនេះគឺយើងទុកវាឲ្យត្រជាក់រួចហើយយើងយកវាមកបុកវាឲ្យរៀងម៉ត់ចឹងណាហើយសម្រាប់ម្ទេសគឺខ្ញុំអត់បានបុកទាំងអស់ទេគឺខ្ញុំដកចេញខ្លះខ្ញុំបុកខ្លះទុកខ្លះសម្រាប់នៅក្រៅយើងផ្ទាប់ញ៉ាំចឹងណាតែម្ទេសនេះឃើញច្រើនចឹងអត់ហិលទេណាបងប្អូនហើយពេលដែលយើងបុកថប់បញងបុកម្ទេសបុកខ្ទឹមអីហើយរួចរាល់យើងធ្វើការបុកត្រីរបស់យើងម្ដងហើយពេលដែលខ្ញុំបេះត្រីអីក៏អត់បានថតវីដេអូជូនបងប្អូនមើលដែរដូចខ្ញុំនិយាយចឹងរវល់ចឹងយើងឆ្លៀតធ្វើមិនឲ្យបានវីដេអូជូនបងប្អូនមើលហើយជាមួយនឹងឆ្លៀតធ្វើញ៉ាំផងចឹងណាសម្រាប់ត្រីពេលដែលខ្ញុំបុកហើយរៀងម៉ត់គឺខ្ញុំដាក់គ្រឿងត្រាប់បញងមួយម្ទេសដែលខ្ញុំបុកខាងដើមហ្នឹងដាក់ចូលគ្នាព្រោះត្រាប់បញងអីហ្នឹងគឺខ្ញុំបុកហើយខ្ញុំដួសវាទុកម្ល៉េះសិនខ្ញុំធ្វើការបុកត្រីឲ្យម៉ត់បន្ទាប់ពីបុកម៉ត់ហើយគឺយើងដាក់ពីរមុខហ្នឹងចូលគ្នាច្បល់វាទៅហើយសម្រាប់ត្បាល់វារៀងទូចតិចបងប្អូននិយាយពីថាពិបាកបុកទៅវាខ្ទាតចេញមកតែក្រៅរហូតសម្រាប់អានេះខ្ញុំធ្វើការបុករៀងយូរដែរបងប្អូនដើម្បីឲ្យទឹកគ្រឿងរបស់យើងហ្នឹងវាម៉ត់ល្អតែកាលណាយើងបុកអត់ម៉ត់ល្អទឹកគ្រឿងយើងមើលមកវានៅដុំណាញ៉ាំទៅក៏វាមិនសូវឆ្ងាញ់ហើយរូបសម្រស់ក៏វាមិនស្អាតអញ្ចឹងណាពេលដែលយើងបុកត្រីជាមួយត្រាប់បញងអីម៉ត់អីអស់ហើយយើងក៏យកដួសមកដាក់ឆ្នាំងកូនឆ្នាំងទូចមួយអញ្ចឹងមកបងប្អូនហើយម្ទេសដែលខ្ញុំទុកដាក់ពីលើហ្នឹងគឺនៅសល់បែបហ្នឹងដូចខ្ញុំដាក់នៅក្នុងឆ្នាំងអញ្ចឹងខ្ញុំដួសវាដាក់ចូលក្នុងហ្នឹងដើម្បីយើងស្រួលយកវាមកលាយគ្រឿងណាបងប្អូនតទៅពីយើងដួសចេញពីត្បាល់រួចរាល់អស់ហើយយើងក៏ថែមគ្រឿងទេសរបស់យើងគ្រឿងទេសខ្ញុំដាក់ប៊ីចេងជាមួយនឹងស្ករសបងប្អូនប៊ីចេងខ្ញុំដាក់បន្តិចចឹងទៅហើយស្ករសខ្ញុំដាក់រៀងពីរចុងលព្រាបាយហ្នឹងទៅបន្ទាប់មកគឺខ្ញុំថែមជាមួយនឹងទឹកត្រីរបស់យើងហ្នឹងដើម្បីឲ្យរសជាតិរបស់វាហ្នឹងគឺកាន់តែដិតឆ្ងាញ់ល្អចឹងណាយើងដាក់ទឹកប្រហុកដែរប៉ុន្តែយើងក៏ត្រូវថែមទឹកត្រីទៀតដែរបន្ទាប់ពីយើងដាក់គ្រឿងអីហើយខ្ញុំច្របាច់ក្រូចឆ្មាចូលមកផ្លែសិនបន្ទាប់មកខ្ញុំយកជាមួយនឹងទឹកប្រហុករបស់យើងទឹកប្រហុកហ្នឹងគឺយើងដាំពុះហើយវាមានសល់ឆ្អឹងសល់កាកបែបហ្នឹងហើយជាមួយនឹងខ្ញុំដាក់អំពិលទុំចូលជាមួយនឹងទឹកប្រហុកហ្នឹងដែរបងប្អូនពេលដែលយើងធ្វើការចាក់ចូលយើងយកកត្រងអីមួយមកយកមកត្រងអញ្ចឹងមកហើយឃើញខ្ញុំដួសដាក់ហ្នឹងហ្នឹងអត់មានកាកឆ្អឹងទេបងប្អូនគឺកាកអំពិលជាមួយនឹងសាច់ប្រហុកទេបន្ទាប់មកខ្ញុំក៏បន្ថែមទឹកចូលទៀតណាបងប្អូនដោយសារមុនហ្នឹងគឺវារៀងខាប់ពេកអញ្ចឹងវាស្ទើរទឹកយើងក៏បន្ថែមទឹកចូលទៀតដើម្បីឲ្យទឹកគ្រឿងរបស់យើងហ្នឹងវាមកល្មមវាមិនខាប់ពេកវាមិនរាវពេកទេទៅវាមកសមជាមួយល្បាយដែលយើងលាយហ្នឹងណាបងប្អូនឥឡូវខ្ញុំធ្វើការចាក់ទឹកអំពិលហ្នឹងប្រហើយទាំងអស់ហ្មងហើយយើងយកអាសាច់អំពិលហ្នឹងយកមកជ្រុំជាមួយនឹងអាទឹកគ្រឿងយើងហ្នឹងបងប្អូនហើយសម្រាប់កាកអំពិលជាមួយនឹងកាកកតិចឆ្អឹងប្រហុកដែលយើងត្រងចុងក្រោយគេហ្នឹងគឺយើងត្រូវបោះចោលយើងអត់ចាក់ចូលទៅក្នុងបុកទឹកគ្រឿងរបស់យើងទេឥឡូវបងប្អូនមើលតំណងឯងគឺយើងលាយសពសាច់ជាមួយនឹងល្បាយទឹកគ្រឿងយើងគឺស្មើគ្នាល្អហើយមិនខាប់ពេកគឺមិនរាវពេកឥឡូវយើងមករៀបចំបន្លែរបស់យើងនិយាយពីថាបន្លែគឺច្រើនមុខខ្លាំងមែនតើនិយាយទៅគឺមានតាំងពីបន្លែស្រស់ជាមួយនឹងបន្លែឆៅអ្វីដែលសំខាន់ជាងគេគឺស្ពៃខ្មៅអត់ចោលទេគឺថាឆ្ងាញ់ណាស់បងប្អូនហើយថ្ងៃហ្នឹងគឺដាក់ពីរដុំហ្មងនិយាយពីថាលោបលុនដោយសារហ្នឹងវាឆ្ងាញ់ជាងគេហើយក្រៅពីហ្នឹងគឺមានបន្លែច្រើនមុខទៀតបងប្អូនមានដូចជាផ្កាកផ្លោកស្នៀតពោតត្រប់ពោតប្រាំងននងហើយអាត្រប់វែងនោះយើងអាំងត្រប់វែងនេះខ្ញុំអត់បានស្ងោរទេតគួនតសក់កាស្នោស្លឹកខ្ទឹមអូនិយាយពីថារៀបរាប់អត់ចង់អស់បងប្អូនវាច្រើនមុខពេកហើយបន្លែនេះគឺថានៅច្រើនមុខទៀតសម្រាប់យើងបុកជាមួយទឹកគ្រឿងជ្រលក់អីចឹងណាប៉ុន្តែយើងមានបណ្ណាយើងក៏ដាក់ប៉ុណ្ណឹងទៅឥឡូវរៀបចំហើយអស់ហើយបងប្អូនតោះអញ្ជើញញ៉ាំទាំងអស់គ្នាមើលតំណងឯងបងប្អូនកុំភ្លេចសាកធ្វើញ៉ាំមកអរគុណជំរាបលា